សាច់រឿងមួយនេះគឺតាក់ទិនពីចេះការជំនាន់ហ្នឹងកាលពីឆ្នាំ2025ហ្នឹងកូនរបស់គាត់មានកូនតូលម្នាក់ហ្នឹងហើយកូនប្រុសតូលគាត់ម្នាក់ណាក៏គាត់បានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់បាទដូច្នេះហើយគាត់ក៏បញ្ជូនកូនរបស់គាត់ទៅឯមន្ទីរពេទ្យកុមារជាតិហ្នឹងហើយបាទអូចឹងគាត់នៅភ្នំពេញទេគាត់នៅភ្នំពេញគាត់ជាអ្នករកស៊ីហើយគាត់ប្រាប់ថាសាច់រឿងគាត់មិនមែនជាអ្នកបកស្រាយភាពគាត់ធ្លាប់ជួបក៏គាត់មិនចែកម្លែកដែរប៉ុន្តែអ្វីដែលយើងនិយាយក្នុងកម្មវិធីវាធ្វើឲ្យគាត់មានអារម្មណ៍ចង់ចែកម្លែកមកពួកយើងអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់ទៅដល់ពេទ្យមួយហ្នឹងគាត់ក៏សង្កេតឃើញថាមានក្រែជាប់កូនគាត់ហ្នឹងមានកូនក្មេងម្នាក់ទៀតដែរដែលកំពុងតែឈឺប៉ុន្តែមិនមែនជាជំងឺគ្រុនឈាមទេដោយមានអ៊ំចំណាស់ម្នាក់អ៊ំប្រុសចំណាស់ម្នាក់និងស្រីម្នាក់និយាយទៅម្ដាយរបស់កូនមួយហ្នឹងណាហើយអ៊ំប្រុសហ្នឹងត្រូវជាតារបស់កូនមួយហ្នឹងតន់ខ្ញុំនិយាយកន្លែងហ្នឹងណាតន់គាត់មើលឃើញរបៀបរបបនៅក្រុមគ្រួសាររបស់គេជាក្រុមគ្រួសារមួយដែលស្អិតរមួតផ្អែមល្ហែមបើសិនជាគាត់រៀបរាប់អ៊ំអាការៈស្ថានភាពរបស់ក្រុមគ្រួសារមួយហ្នឹងមិនមែនជាអ្នកក្រខ្សត់ទេជាអ្នកធូធាខ្លាំងមែនតើបាទអញ្ចឹងបដំប្រសងគាត់ដែរបាទហ្នឹងហើយគាត់និយាយចឹងកុំថាវិស្វ័យគ្នារបៀបម៉េចប៉ុន្តែយើងធូធាមើលនេះហ្នឹងហើយបាទស្លៀកពាក់កៅអៅអីគឺស្អាតហ្នឹងហើយយល់ប៉ុន្តែសម្រាប់គាត់ហាក់អ៊ំប្រុសម្នាក់ហ្នឹងបានចែករំលែកនៅសាច់រឿងមួយជាសាច់រឿងអភិនិហេតុដែលកើតឡើងចំពោះក្រុមគ្រួសាររបស់អ៊ំប្រុសហើយធ្វើឲ្យគាត់ព្រិះរំប៉ុន្តែមុននឹងចូលដល់សាច់រឿងមួយហ្នឹងខ្ញុំចង់ស្ងើសរសើរទៅអ៊ំប្រុសដូចគ្នាដែលសម្រាប់បងស្រីម្ចាស់សាច់រឿងដែលបានចែករំលែកហ្នឹងគាត់ប្រាប់ថាជាមនុស្សចាស់ម្នាក់ដែលគាត់មានការគោរពខ្លាំងមែនតើអញ្ចឹងគាត់ថាអ៊ំប្រុសម្នាក់ហ្នឹងត្បិតធម្មតានៅពេលដែលអ្នកជំងឺគេងនៅលើគ្រែពេទ្យរបស់រដ្ឋខ្ញុំមិនមែនថាមាក់ងាយឬក៏និយាយឲ្យអន់អីទេអត់ទេតែរបបអាហារវាខុសពីពេទ្យឯកជនយើងអាចទទួលបានណោះអញ្ចឹងវាមិនមានលើសអីពីអំបរសាច់ពៅត្រីងៀតណោះអាកាពិកញ្ចប់រៀងអញ្ចឹងនឹងឲ្យចែកឲ្យទៅអ្នកឈឺសម្រាប់បងស្រីគាត់ជាអ្នកធូធាអញ្ចឹងសម្រាប់កូនគាត់ក្តីសម្រាប់គាត់ក្តីគាត់អត់ញ៉ាំអាហារពេទ្យទេមិនមែនមានន័យថាមិនញ៉ាំក្នុងន័យមួយដែលមិនល្អទេតែគាត់ចង់ឲ្យពេទ្យទុកចំណែករបស់គាត់ឲ្យអ្នកមិនធូធាទៅហ្នឹងហើយក្នុងគោលបំណងល្អដោយសារគាត់មានម្ហូបដែរហ្នឹងហើយចឹងហើយខុសពីអ៊ំប្រុសនោះគាត់ថាចៅរបស់គាត់ញ៉ាំសិតតែម្ហូបល្អទាំងអស់សិតតែ grade A បូកទាំងអស់តែអ៊ំប្រុសគាត់ទទួលយកបបរហ្នឹងយកមកញ៉ាំខ្លួនឯងយល់តោះនេះដល់ពេលគាត់សួរទៅថាអ៊ំហេតុអីបានញ៉ាំឡាក់អញ្ចឹងណាអ៊ំគាត់ថាមិនអីទេគាត់ស៊ាំហ៎គាត់បន្សាំខ្លួនឯងទៅផ្លូវហ្នឹងមានហេតុការណ៍មួយទៀតដែលធ្វើឲ្យគាត់កាន់តែស្ងើចសរសើរកាន់តែផ្ដល់ក្តីគោរពចំពោះអ៊ំប្រុសម្នាក់ហ្នឹងណាគាត់ប្រាប់តែអញ្ចឹងអ៊ំប្រុសម្នាក់ហ្នឹងដល់ពេលយប់ឡើងក្រែពីរៀងធំដែរក៏មានក្រែតនេដែរនៅក្នុងបន្ទប់ហ្នឹងណាគាត់ឡើងគេងជាមួយនឹងកូនរបស់គាត់ក្រែហ្នឹងធំតែអ៊ំប្រុសអត់ទៅគេងក្រែតទេតែគាត់ទៅគេងនៅចុងជើងដោយរុំដល់ប៉ិតសុតជាមួយនឹងកសែងធ្វើជាខ្នើយហើយគេងចុងជើងដោយជើងបែរទៅទ្វារក្បាលបែរទៅបន្ទប់ទឹកគេងចុងជើងខែនៅលើខែពេទ្យតែមួយមិនមែនខែពេទ្យតែមួយគេងនៅក្រោមឥតហ្មងបាទចុងជើងរបស់ខែរបស់អ្នកជំងឺបងអូនបាទបងអូនតែធ្លាយដល់ខែរបស់គាត់វាទៅភ្នែកពេកគាត់ក៏ជូនខ្នើយទៅគាត់ហើយប្រាប់គាត់ថាអ៊ំអើយអ៊ំឯងព្រមឡើងទៅលើខែពេទ្យរបៀបចឹងណាមានកន្លែងតនេតាឥឡូវមកមិនចឹងទេមកគេងកន្លែងនេះអីចឹងគាត់វែកកន្លែងអីចឹងទៅអ៊ំគាត់ថាកុំខ្វល់ពីគាត់ស្ទាំហើយអ្វីដែលសំខាន់អ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តគឺអ្នកដែលនៅជុំវិញខ្លួនគាត់គឺល្អហើយសប្បាយចិត្តសម្រាប់គាត់មិនក៏មិនទៅអញ្ចឹងវាពាក្យមួយម៉ាត់នេះហើយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាមានមនុស្សចឹងដែរណោះសម័យហ្នឹងនៅសមមនុស្សល្អបែបហ្នឹងដែរអាសូរតែអ្នកអត់ទៅមិនហ៊ានគាត់យល់តែនេះជាមនុស្សធូរធារខ្លាំងមែនទែនតែប្រកបអាកប្បកិរិយាមួយដែលគួរឲ្យតម្លៃខ្ពស់យ៉ាងហ្នឹងណារហូតដល់មួយថ្ងៃជា2ថ្ងៃគាត់ក៏មានការសំណេះសំណាលរាប់អានគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអ៊ំស្របពេលនោះមានហេតុការណ៍មួយកើតឡើងតាក់ទិនជាមួយនឹងផ្ទះបាញ់នៅកូវត្ត
បាទតែប៉ះពាល់អាយុជីវិតដែរណា បាទដែលប៉ះពាល់ជាមួយនឹងអាយុជីវិតបូករួមជាមួយនឹងមានឆ្កែលូវីដេអូផ្អើលពេញ Facebook ហ្នឹងហើយ នឹងឲ្យថាបារមីបង្ហាញរិទ្ធឡើងឡាយអញ្ចឹងណាអញ្ចឹងហើយគាត់ក៏បានពិភាក្សារឿងនយោបាយជាមួយនឹងអ៊ំប្រុសអីអញ្ចឹងទៅក៏បានដឹងថាអ៊ំប្រុសគឺជាអតីតទាហានបាទគាត់អត់ត្រែតហើយគាត់ធូធាតែគាត់ជ្រើសរើសនៅចំការគាត់ជ្រើសរើសនៅចំការហើយគាត់បានដឹងថាកូនស្រីនេះដំបូងគាត់មានកូន2នាក់ប៉ុន្តែកូនពៅរបស់គាត់ត្រូវបានបាត់បង់ជីវិតនៅសល់តែកូនស្រីម្នាក់ទេអញ្ចឹងកូនស្រីហ្នឹងក៏ជាកូនតូលដែរអញ្ចឹងគាត់បានពិភាក្សាតាក់ទិនរឿងនយោបាយឈានដល់រឿងផ្ទះបាញ់ឈានដល់រឿងឆ្កែលូមកបង្ហាញតាមទូរស័ព្ទនិយាយគ្នាជាមួយអ៊ំទៅវិញទៅមកអញ្ចឹងទៅគាត់ក៏ប្រាប់ថាចេះអ៊ំអើយមិនធម្មតាទេណោះទឹកដីយើងគឺអស់ចាស់អាឆាយៈគាត់ជឿលើបាមិនដូនតារបៀបអញ្ចឹងអ៊ំប្រុសក៏ប្រហែលថាអូនណាគាត់ហៅមីនាងណាអ្នកណាមិនជឿគាត់មិនដឹងទេតែសម្រាប់គាត់គឺគាត់ជឿ 100% ព្រោះមានរឿងហេតុអស្ចារ្យកើតទៅលើគាត់ឥឡូវនេះយើងនឹងចូលដល់សាច់រឿងរបស់គាត់ថាតើមានរឿងអ្វីខ្លះដែលកើតឡើងជាមួយអ៊ំប្រុសសង្គ្រាមរវាងកម្ពុជានិងសៀមកើតឡើងប៉ះមកយើងអាយុធំប៉ុណ្នេះណាប៉ះតាន់2ដងម្ដងឆ្នាំមុនម្ដងទៀតឆ្នាំ2008ហ្នឹងហើយតាក់ទិនជាមួយនឹងប្រាសាទព្រះវិហារដូចគ្នាអូខេអញ្ចឹងនៅពេលនោះកូនស្រីរបស់គាត់មានកូនតែម្នាក់ទេកូនបងហ្នឹងហើយជាកូនស្រីដូចគ្នាអញ្ចឹងហើយមានថ្ងៃមួយក្រុមគ្រួសាររបស់គាត់មុននឹងកើតសង្គ្រាមណាក្រុមគ្រួសាររបស់គាត់បានទៅដែនដីអច្ឆរិយៈពលគឺខេត្តសៀមរាបអញ្ចឹងប្រជាជនរបស់យើងនៅពេលដែលទៅដល់ខេត្តសៀមរាបធ្វើអីគេសែនព្រេននឹងដើរលេងហ្នឹងហើយ100%ហ្នឹងហើយកន្លែងមួយដែលមិនចោលគឺដឹងទេព្រះអង្គជ័យព្រះអង្គចោមបាទកំរមានអ្នកចោលណាស់ព្រោះយើងជិះទៅដល់គឺដល់ព្រះអង្គជ័យព្រះអង្គចោមមុនគេសឹងតែថាគេស្គាល់ខេត្តសៀមរាបក្រៅពីស្គាល់អង្គរវត្តបើសម្រាប់ប្រជាជនយើងគឺគេស្គាល់ព្រះអង្គជ័យព្រះអង្គចោមហ្នឹងហើយបាទត្រឹមត្រូវក្រុមគ្រួសារគាត់ពេលដែលចូលទៅដល់ទឹកដីមួយហ្នឹងគាត់ក៏បានចូលទៅដល់ទីតាំងព្រះអង្គជ័យព្រះអង្គចោមដោយគាត់បានថ្វាយភ្លេងទៅដល់ព្រះអង្គជ័យព្រះអង្គចោមហើយក្រុមគ្រួសារគាត់ចាប់ផ្ដើមរៀបចំដង្វាយរៀបចំទាញធូបយកមកអុជនឹងបន់ស្រន់ឡាក់នឹងឡាក់ក្រុមគ្រួសាររបស់គាត់ម្នាក់ណាក៏ដោយមាត់ជីបអូចខ្លះក៏និយាយរៀងលឺណាខ្លាចព្រះអង្គអត់លឺបាទតែសម្រាប់គាត់វិញខុសគ្នាគឺគាត់បានត្រឹមតែសម្លឹងព្រះអង្គជ័យព្រះអង្គចោមបិទមាត់ឡើងចិត្តនិយាយការបន់ស្រន់នៅក្នុងចិត្តតែម្នាក់ឯងទៅកាន់ព្រះអង្គទាំងពីរអង្គសម្រាប់គាត់មិនដឹងថាព្រះអង្គលឺឬមិនលឺទេប៉ុន្តែគាត់ជ្រើសរើសបែបហ្នឹងដោយមិនប្រាប់ក្រុមគ្រួសារគាត់សូម្បីម្នាក់ថាគាត់បន់ស្រន់អំពីអ្វីហ្នឹងហើយគាត់បានប្រាប់ថាអញ្ចេះអ្វីដែលគាត់បានបន់ស្រន់គឺអញ្ចេះព្រះអង្គបើព្រះអង្គពិតជានៅហ្នឹងព្រះអង្គមានឫទ្ធិមែនមានបារមីពិតប្រាកដមែនមិនលេងមែនតើណាបារមីពិតជាមានពិតប្រាកដដែរអភិនិហាននឹងពិតជាមានពិតប្រាកដមែនខ្ញុំជាទាហានជំនាន់មុនខ្ញុំអត់មានកូនស្នងទេកូនខ្ញុំកូនស្រីតែម្នាក់កូនតូលយល់ហើយខ្ញុំក៏ចាស់ដែរមិនអាចបង្កើតកូនបានទេហើយឥឡូវនេះចៅទី1ចៅស្រីទៀតសូមមេត្តាប្រទានអ្នកបន្តវេនឲ្យខ្ញុំមកសូមប្រទានអ្នកបន្តវេនឲ្យខ្ញុំមកបើមិនចឹងទេខ្ញុំនេះវាដាច់ខ្សែតាហ៊ានហើយខ្ញុំពូជអ្នកប្រយុទ្ធហើយបើសិតតែស្រីទាំងអស់អញ្ចឹងតើប្រយុទ្ធបែបណាក៏បែបជាពោលបែបហ្នឹងអញ្ចឹងហើយក៏សូមមេត្តាប្រទានកូនប្រុសមួយឲ្យខ្ញុំមកឲ្យខ្លាំងអញ្ចឹងណាដើម្បីបន្តវេនហ្នឹងហើយបន្តវេនពូដោយសារតែគួរនិយាយថាគាត់អ្នកស្មាត់គាត់គឺជាបុគ្គលម្នាក់ដែលដូចជាមួយនឹងកងទ័ពជួរមុខចឹងសម្រុកចូលមិនថយជាដាច់ខាតបាត់បង់ជីវិតក៏បានដែរគឺចូលការពីទឹកដីហ្នឹងហើយចឹងក្នុងករណីនេះហើយគាត់អុជធូបហើយគាត់ប្រាប់ថាបើមិនគាត់ចាំមិនខុសយប់ថ្ងៃដែលគាត់អុជធូបហ្នឹងឬក៏យប់ស្អែកតែពីរហ្នឹងឯងអត់ដឹងថាមួយណាគាត់ភ្លេចដែរគាត់ក៏ទទួលបានសុបិននិមិត្តមួយគាត់ប្រាប់ថានៅក្នុងសុបិននិមិត្តរបស់អ៊ំប្រុសហ្នឹងគឺវាដូចមែនតែបន្តិចវាពាក់កណ្ដាល50-50មិនថាយល់សពតែម្ដងទេក៏មិនថាងើបដែរគេបានទាញព្រលឹងរបស់គាត់ដើរនៅក្នុងអង្គរវត្តគាត់ប្រាប់ថាគាត់ដើរនៅលើអង្គរវត្តម្នាក់ឯង
ស្ងាត់មែនតើ ក្នុងប្រាសាទ ផ្លូវដើរចូលអង្គរវត្ត អូរៀន ហ្នឹងហើយ ផ្លូវរៀន ផ្លូវ វែ វែង ង ហ្នឹងណាយើងឆ្លងស្ពានចាស់ហើយចូលដល់ផែងទី1មិនដីសុត យល់ ដល់ ហើយ ហ្នឹងហើយគឺកន្លែងហ្នឹងឯងដែលគេមើលពលឺព្រះអាទិត្យហ្នឹងគាត់ដើរគាត់កំពុងតែដើរអត់មានមនុស្សសំបីតែម្នាក់ស្រាប់តែមានសំឡេងមួយអត់មានរូបរាងទេសំឡេងហ្នឹងនិយាយមកកាន់គាត់ថាចេះយើខ្លាំងណាស់ណាសិតតែចង់ដឹងថាពិតឬមិនពិតទេ អីចា សិតតែចង់ដឹងថាមានអត់បារមីហ្នឹងមានអត់ទេចង់ដឹងនៅហ្នឹងអត់ទេដល់ហើយទៅអ៊ំប្រុសលឺសូរតែអញ្ចឹងក៏ប្រាប់ថាអោព្រះអង្គហើយបើសិនជាព្រះអង្គបានលឺខ្ញុំហើយនេះខ្ញុំនេះជាទាហានខ្ញុំអត់មានកូនប្រុសស្នងទេឲ្យខ្ញុំសុំមេតបខ្លាំងមួយមកធ្វើជាបើគួរនិយាយថាកូនចៅជំនាន់ក្រោយខ្ញុំ ហ្នឹង តវេនខ្ញុំ វេន ព្រះអង្គថាយើចង់បានសិទ្ធិមេតបអ្នកខ្លាំងទៀតនិយាយអញ្ចឹងណាគាត់នៅតែមានការអង្វរជាមួយនឹងសម្លេងអត់មានរូបទេគាត់អង្វរចុះអង្វរឡើងអង្វរចុះអង្វរឡើងសម្លេងមួយនោះក៏បានឆ្លើយតបមកគាត់ថាចេះមេតបខ្លាំងអត់មានទេព្រោះមេតបខ្លាំងឥឡូវបញ្ជូនទៅជួរមុខអស់ហើយ ពងតែការពារនោះពួកអាសៀមវាចង់បានប្រាសាទព្រះវិហារអញ្ចឹងមេតបទាំងឡាយគឺនៅខាងមុខអស់ហើយអត់មានមេតបណាខ្លាំងទៀតទេឲ្យអត់បានគាត់នៅតែមានការអង្វរចុះបើសិនជាអត់ឲ្យទេខ្ញុំមិនដាច់ ហ្នឹង ខ្ញុំសិតតែស្រីទាំងអស់មកផ្ទះនេះគិតមិន អូ បាទអញ្ចឹងបបចុះបបឡើងបបចុះបបឡើងព្រះអង្គថាមេតបខ្លាំងមិនមានតែគាត់អាចឲ្យលោកយាយជីម្នាក់ឲ្យព្រោះដោយសារតែលោកយាយជីម្នាក់ហ្នឹងជាអ្នកសន្សំបុណ្យបារមីនៅតំបន់អង្គរវត្តហ្នឹងយូរហើយគឺដល់ពេលវេលាដែលគាត់ត្រូវទៅចាប់ជាតិហើយយកបានអត់អញ្ចឹងអ៊ំប្រុសគាត់នៅតែពិចារណាថាយកឬយកគាត់ចង់បានប្រុសហ្នឹង ពួកខុសគ្នាដាច់ណា បាទស្រីហើយនឹងប្រុស ខុសគ្នា មេតបនឹងយាយជី ខុស ខុស គ្នា គ្នាដាច់ខុសគ្នាដាច់គាត់ពិចារណាទៅវិញទៅមកគាត់ក៏សម្រេចចិត្តថាគាត់ទទួលស្រាប់តែសម្លេងមួយហ្នឹងបានផ្លាស់ប្ដូរបរិវេណទាំងអស់នៅក្នុងអង្គរវត្តហ្នឹងទាញគាត់ឲ្យដើរមួយជំហានស្រាប់តែនៅក្នុងតំបន់អង្គរវត្តហ្នឹងវាមានភូមិអ្នកសច្ចាំងនៅក្នុងហ្នឹងវាមានភូមិអ្នកសច្ចាំងនៅក្នុងហ្នឹងតែចម្លែកត្រង់ថាមានយាយជីម្នាក់មួយអង្គអត់មានសក់ទេអត់មានចើមទេកំពុងតែអង្គុយតាំងសមាធិព្រះអង្គក៏ប្រាប់ថានាំគាត់ទៅអញ្ចឹងណាគាត់ក៏ដើរទៅកាន់លោកយាយជីហ្នឹងហើយក៏នាំរបៀបថាយាយអើយមកចាប់ជាតិមួយគ្រួសារខ្ញុំមកវាអញ្ចឹងប៉ុណ្ណឹងគាត់ក៏ដឹងខ្លួនឡើងពីដំណេកអានេះចូលលក្ខណៈសុំអ្នកបន្តវេនណាបាទក្រោយពីដឹងខ្លួនពីដំណេកគាត់ក៏បានប្រាប់ទៅដល់ក្រុមគ្រួសារគាត់ទាំងអស់ថាយំមិញគាត់មានសុបិននិមិត្តថាយើងនឹងមានអ្នកបន្តវេនប៉ុន្តែមិនមែនមេតបទេច្បាស់ណាស់ប្រកាសជាស្រីគាត់ប្រាប់មុនតងន់ណាហ្នឹងហើយហើយគាត់ប្រាប់ក្រុមគ្រួសារគាត់ទៀតថាអញ្ចឹងមិនលឹះមិនខ្វះមួយខែទៅ2ខែទៀតខ្មែរនិងសៀមនឹងប៉ះគ្នាគាត់និយាយចឹងមុនណាហើយបើសិនជាយើងថាអាហ្នឹងយើងមើលព័ត៌មានបានអ្នកធ្វើសង្គ្រាមមិនដែលបន្លាចព័ត៌មានមុនទេត្រូវវាយហើយត្រូវទេបាទវាយហើយទៅបិណ្ឌបន្លាចគ្នាតាមក្រោយតែប៉ះសិនឲ្យមានហេតុការណ៍សិនរឿងអីគាត់ដឹងគាត់មិនបានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់អ្នកណាគេម្នាក់នោះឡើយ2ខែកន្លងមករឿងហេតុនៅក្នុងឆ្នាំ2008បានកើតឡើងយ៉ាងពិតប្រាកដមែនសៀមហើយនិងខ្មែរបានប៉ះគ្នាជំលោះព្រះវិហារមួយខែក្រោយពីគាត់សុបិនកូនស្រីរបស់គាត់ពិតជាទងន់មែនតែបញ្ហាបងស្រីគាត់ស្ដាប់ប៉ុណ្ណឹងគាត់ព្រឺហូមមកតង់ណាគាត់ក៏សួរដេញថាចេះចុះកូនសុំគេអញ្ចឹងស្រួលអត់របៀបម៉េចហ្នឹងហើយវាមានអាការៈរបៀបម៉េចអីរបៀបម៉េចអ៊ំប្រុសគាត់ក៏បានរៀបរាប់ពីរឿងហេតុទាំងឡាយតាំងពីមានកូននឹងរហូតដល់កើតរហូតដល់ធំបន្តិចគាត់ប្រាប់ទាំងអស់តែម្ដងតោះចូលលំបាត់ហើយណាគាត់ថាកូនទី1របស់កូនគាត់ចៅទី1របស់កូនគាត់ណាកូនគាត់កើតកូនស្រួលណាស់អត់មានធ្វើទុកអត់មានចាញ់អ្វីទាំងអស់តែកូនទី2នេះជាកូនសុំនេះចាញ់សឹងតែរាល់ថ្ងៃធ្លាក់គ្រាន់តែនិយាយពីសាច់ធ្លាក់ឈាមមិនតិចដងទេមិនតិចដងទាល់តែសោះរហូតដល់ពេទ្យឡើងភ័យពេទ្យថាតិចអត់នៅពោះគាត់កាន់តែធំអាការៈ
និយាយថាវាពិបាកហ្មង នេះគេហៅថាគម្រាម បាទ សញ្ញាគម្រាម បាទវាខ្លាំងពេកណាវាខ្លាំងធ្លាក់ឈាមបើធ្លាក់ឈាមសញ្ញាគម្រាមរលូតក៏ច្រើនទៀតរហូតដល់ចិត្តគ្រប់ខែមែនតើពេទ្យក៏ប្រាប់ថាអញ្ចឹងពោះនេះมันអាចកើតធម្មជាតិបានទេព្រោះធ្លាក់ឈាមច្រើនពេកហើយបើកើតធម្មជាតិនឹងអាចបាត់បង់ទាំងម្ដាយបាត់បង់ទាំងកូនឡើងតាមវិទ្យាសាស្ត្រជំនាញរបស់គេអញ្ចឹងណាហើយក៏ប្រាប់ថាវិធីដែលមានគឺមានតែវះតែប៉ុណ្ណោះអញ្ចឹងណាអញ្ចឹងអាការៈនឹងនៅតែបន្តទៅបន្តមកដល់គៀកថ្ងៃវះតែម្ដងឧទាហរណ៍ថាគាត់កំណត់ថាថ្ងៃវះថ្ងៃ10ឧទាហរណ៍តែអញ្ចឹងណារឿងអភិនិហាមួយបានកើតឡើងអ៊ំប្រុសនេះគាត់ហៅយាយតាំងពីនៅក្នុងសបិនអញ្ចឹងគាត់ឧទ្ទិសក្នុងចិត្តឲ្យអុជធូបផងគាត់ប្រាប់ថាយាយគេវះយាយឯងចាញ់ឯណាតែថ្ងៃដែលគេកំណត់វះហ្នឹងថ្ងៃអត់ល្អទេថ្ងៃដូចថ្ងៃល្ងឹតហើយខ្ញុំអត់ចង់ឲ្យយាយឯងមកពេលល្ងឹតទេវាអត់មានរិទ្ធអញ្ចឹងហើយនេះខ្ញុំគុណគូថ្ងៃមានតែថ្ងៃនេះទេដែលព្រះខែពេញរិទ្ធពេញបរមីពេញពលឺមុននឹងប្រពន្ធនេះថ្ងៃមុននឹងប្រពន្ធនេះថ្ងៃយាយឯងកើតមកកុំឲ្យគេវះចាញ់ថ្ងៃអត់ល្អហ្នឹងឲ្យវាមានបារមីឲ្យមានរិទ្ធរឿងអភិនិហាពិតជាកើតមែនកូនបានកើតធម្មជាតិដោយសុវត្ថិភាពចំថ្ងៃដែលគាត់ចង់បានអូចំថ្ងៃដែលគាត់ចង់បានរឿងចម្លែកមួយទៀតត្រង់ថាអញ្ចេះក្រុមគ្រួសាររបស់គាត់រាប់ទាំងលោកតារាប់ទាំងម្ដាយរាប់ទាំងកូនទី1រាប់ទាំងឪពុករបស់កូនទី1សិតតែចាមក្រាស់ហើយសក់ក្រាស់សក់ច្រើនមែនតើតាំងពីកំណើតគឺសក់ច្រើនចាមក្រាស់កូនទី2កើតមកអត់មានសក់ចាមក៏អត់សូវមានហូមដែរអ្វីដែលចម្លែកគឺកូនទី2អត់ដូចទាំងម្ដាយអត់ដូចទាំងឪពុកទម្រង់មុខអត់ដូចហ្មងអត់ដូចកូនរបស់ប៉ាម៉ាក់ផ្សេងយកមកផ្ញើពោះនៅក្នុងមួយហ្នឹងវាទៅជារឿងផ្សេងមួយទៀតអត់មានកាត់ទៅអ្នកណាអត់មានកាត់ទៅតាមអ្នកណាទាំងអស់អ្វីដែលអស្ចារ្យមួយទៀតគឺតាំងពីកូននឹងធំដឹងក្តីមួយឆ្នាំពីរឆ្នាំមកទទួលអាហារបានញ៉ាំមកញ៉ាំបានណាកូននឹងអត់ញ៉ាំសាច់ទេញ៉ាំតែបន្លែបាយជាមួយនឹងទឹកស៊ីអ៊ីវតែប៉ុណ្ណោះវាអញ្ចឹងតែបើសួរថាបងស្រីគាត់សួរណាថាចេះចុះផ្លែឈើញ៉ាំអត់គាត់ថាចូលចិត្តផ្លែឈើណាស់ញ៉ាំផ្លែឈើច្រើនមែនទែនហើយចូលចិត្តបំផុតគឺចេកក្រុមគ្រួសារគាត់គឺជាគ្រួសារមួយដែលស្អប់ចេកជាទីបំផុតតែកូននឹងចម្លែកតែម្នាក់ឯងគឺចូលចិត្តចេកណាស់ម្ដាយរបស់គាត់អត់មានជំរឿសវាយកូនផងស្ដីឲ្យកូនផងម្ដាយគាត់ជា pharmacy ណាអូអញ្ចឹងគាត់ដឹងពីវីតាមីននៅក្នុងអាហារវាយកូនផងស្ដីឲ្យកូនផងកូននឹងនៅតែមិនញ៉ាំឲ្យតែសាច់ចូលដល់មាត់គឺគាត់ក្អួតចាញ់មកហ្មងគាត់អត់ចេះញ៉ាំហ្មងណាគាត់មិនអាចទទួលយកបានអញ្ចឹងណាអញ្ចឹងរហូតដល់ពេលខ្លះគួរតែនិយាយថាដោយសារតែខ្លាចម្ដាយស្ដីឲ្យដោយសារតែខ្លាចម្ដាយវាយគាត់សុកចិត្តបៀមនៅមាត់ដល់ពេលម្ដាយរត់ទៅទទួលភ្ញៀវលក់ថ្នាំគាត់ទៅអួនក្អួតម្នាក់ឯងហើយអង្គុយយំម្នាក់ឯងក៏មានដែរហ្នឹងហើយតែចម្លែកត្រង់មួយដែលថាពេលដែលកាលនោះយើងអត់ទាន់មានចំនួនមួយសៀមដូច2025ណាអញ្ចឹងប្រជាជនរបស់យើងនៅតែទៅពេទ្យថៃនៅតែពេទ្យអីអញ្ចឹងទៅធម្មតាទៅពិនិត្យអីអញ្ចឹងទៅម្ដាយគាត់មិនអស់ចិត្តឪពុកគាត់មិនអស់ចិត្តក៏តាំងចិត្តថាយកកូនហ្នឹងបើកូនហ្នឹងស្វិតឡើងជីវហ្នឹងអត់មានសាច់ក្នុងខ្លួនញ៉ាំបាយមួយទឹកស៊ីអ៊ូថ្ងៃគិតមើលអញ្ចឹងក្នុងករណីនេះហើយក៏តាំងចិត្តថាយកកូនទៅពិនិត្យតិចសិនតែឈាមមើលថាមានសារជាតិគ្រប់គ្រាន់អត់ខ្វះអីអត់បើមានតែបន្លែហ្នឹងចុះជាតិសាច់ទៅណាអញ្ចឹងណានៅពេលដែលទៅពេទ្យសៀមមួយដែលល្បីឈ្មោះខ្លាំងមែនតើដែលប្រជាជនយើងអាសាទៅហ្នឹងហើយលទ្ធផលចេញមកគឺគ្រប់មិនខ្វះទាល់តែសោះអត់ញ៉ាំសាច់ផងធ្វើមិនមានជាតិសាច់ក្នុងខ្លួនតែជីវជាតិគាត់គឺមានគ្រប់ពេញអត់មានខ្វះអ្វីទាំងអស់គឺសុខភាពល្អរហូតដល់អ៊ំប្រុសណាគាត់ទ្រាំលែងបានគាត់អាណិតចៅពេកចឹងអូព្រោះឃើញម្ដាយវាយអីក៏តែងតែឲ្យធូបហើយនិយាយក្នុងចិត្តក៏និយាយជាមួយចៅនឹងដែរថាគាត់ហៅចៅនឹងខុសគេហៅយាយអត់ហៅចៅទេយាយអើយយាយឯងបើតាំងចិត្តថាកើតធ្វើមនុស្សហើយកុំញ៉ាំបួសអីញ៉ាំសាច់ទៅញ៉ាំសាច់ខ្លះទៅឲ្យវាគ្រប់ជីវជាតិអ្វីដែលសំខាន់កុំឲ្យគេវាយយាយឯងខ្ញុំអាណិតយាយឯងណា
ការបន់ស្រន់របស់គាត់ដដែលទាំងការអុជធូបទាំងការគិតក្នុងចិត្តជាដើមឡាកូននឹងក៏ចាប់ផ្ដើមចេះញ៉ាំមួយម៉ាត់ទទួលយកបានមួយម៉ាត់ សាច់អីហ្នឹងចាប់ដើមហូបវិញ បាទហើយរឿងទាំងអស់នេះហើយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាចំពោះបងស្រីណារឿងអច្ឆរិយៈពិតជាមានមែនអ្វីដែលសំខាន់គឺរឿងសង្គ្រាមរវាងខ្មែរជាមួយនឹងសៀមនៅក្នុងឆ្នាំ2008អ៊ំប្រុសគាត់ទទួលបានដំណឹងមុនរហូតដល់2ខែយូរណាបាទយូរបើ snow ក៏ snow តាមអាទិត្យអីដែរនេះបើសិនជាក្នុងករណីបើសិនជាគាត់ដឹងពេលហ្នឹងណា បាទ ហើយគាត់យកមកនិយាយប្រាប់គេប្រកាសជាអត់ជឿហើយគេគិតថាគាត់ហ្នឹងបំពុលឬមួយអីទៀតព្រោះយូរមែនតើបាទត្រឹមត្រូវហើយត្រង់នេះហើយដែលបងស្រីម្ចាស់សាច់រឿងស្ដាប់រឿងមួយនេះហើយគាត់មានអារម្មណ៍ថាសម្រាប់គ្រូគាត់និយាយជារួមណាគ្រូទាយបៀគ្រូមើលបារមីគ្រូនេះគ្រូនោះគាត់មិនជឿក៏គាត់មិនប្រមាថដែរគាត់ស្ដាប់ឲ្យបានស្ដាប់ទេតែសម្រាប់បារមីមហានគរគឺគាត់មានជំនឿមុតមមខ្លាំងមែនទែនថាភាពអស្ចារ្យពិតជាប្រកបមែនហើយខ្ញុំសម្រេចថាសាច់រឿងនឹងចាប់តែមិនហ្នឹងខ្ញុំសម្រេចថាខ្ញុំយកសាច់រឿងនេះមកដោយសារតែខ្ញុំឃើញបងចែករំលែកជាច្រើនជាមួយនឹង fan តាក់ទិនជាមួយនឹងបារមីមហានគរលាក់នឹងលាក់អីចឹងទៅតិចតួចតាបងឯងមិនច្រើនអត់ទេខ្ញុំច្រើនណាស់អញ្ចឹងហើយខ្ញុំបានត្រៀមសំណួររួចជាស្រេចនៅក្នុងដៃរបស់ខ្ញុំទី1តើការនិយាយបន់ស្រន់ក្នុងចិត្តព្រះស្ដាប់បានណាបងឬក៏ឧបមាអ្នកខ្លះខ្ញុំឃើញទៅបន់ស្រន់ណាទៅបន់ស្រន់អញ្ចឹងតទៅនិយាយឲ្យលឺជាងអាអ្នកចិត្តខាងខ្លាចអាអ្នកចិត្តខាងនេះនិយាយទៅបាត់សម្លេងរបស់ខ្លួនឯងព្រះអត់ស្ដាប់សម្លេងខ្លួនឯងអញ្ចឹងខំប្រឹងបន់ណាអាអ្នកអង្គុយជាប់នឹងបន់អត់កើតទេអញ្ចឹងហើយទៅខ្ញុំសួរថាតើការបន់ស្រន់ត្រឹមតែប្រើចិត្តឧទាហរណ៍បន់ស្រន់ក្នុងចិត្តណានិយាយក្នុងចិត្តបិទមាត់ឡើងចិត្តព្រះស្ដាប់ឮដែរបើពីខ្ញុំមិនមែនជាអ្នកជំនាញអីខាងបារមីមហានគរដូនតារបស់យើងទេប៉ុន្តែខ្ញុំគឺជាមនុស្សម្នាក់ដែលគោរពដោយស្ងប់ស្ងាត់បំផុតអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្លាប់ទៅជួបខ្ញុំហើយគាត់តែងតែសួរពីគាត់មាននិស្ស័យជាមួយនឹងការទៅខេត្តសៀមរាបបន់សងបួងសួងអីផ្សេងៗខ្ញុំតែងតែធ្វើការចែករំលែកពាក់ព័ន្ធជាមួយនឹងអ្វីខ្លះពេលវេលាសម្រាប់ជាចំណេះដឹងគាត់បន្ថែមច្រើនអញ្ចឹងមិនមែនថាខ្ញុំហ្នឹងខ្ញុំមិនប្រកែទេប៉ុន្តែអ្វីដែលខ្ញុំធ្វើពាក្យច្រើនគឺគេត្រឹមតែលួចធ្វើក៏គេអាចបានផលដែរគួរថាបងយល់ដឹងច្រើនពីផ្នែកហ្នឹងតែមិនប្រកាសថាខ្លួនឯងជាអ្នកជំនាញទេបាទបើខ្ញុំគិតថាការនិយាយបួងសួងទៅកាន់អ្នកណាមួយក៏ដោយការនិយាយចេញពីចិត្តក្នុងចិត្តគឺល្អជាងនិយាយលឺហេតុអ្វីឥឡូវខ្ញុំមិននិយាយដល់ព្រះទេខ្ញុំនិយាយជាមួយបងបើសិនជាខ្ញុំមិនគោរពបងខ្ញុំអត់មាននិស្ស័យរាប់អានខ្ញុំអត់មាននិស្ស័យស្រឡាញ់ fan ខ្ញុំអត់និយាយរឿងនិទានអបិយជំនឿចេញពីចិត្តបងប្អូនប្រកាសជាស្ដាប់ហើយអត់មានអារម្មណ៍ថាអត់ទទួលបានអ្វីទាំងអស់ពីសាច់រឿងមួយហ្នឹងបានន័យថាសាច់រឿងអត់ព្រលឹងបាទអញ្ចឹងការដែលខ្ញុំគិតថារាល់ការនិយាយបួងសួងរបស់យើងមិនចាំបាច់និយាយលឺទេតែយើងអាចសម្រួលអារម្មណ៍របស់យើងហើយបញ្ជូនសារនៅអ្វីដែលយើងចង់និយាយទៅកាន់ព្រះនៅក្នុងចិត្តរបស់យើងវិញគាត់អញ្ចឹងបានន័យថាការនិយាយក្នុងចិត្តទទួលបានបាច់ហើបមាត់ទេហើបមាត់ប៉ុន្តែខ្ញុំមានទម្លាប់មួយបើសិនជាទម្លាប់ខ្ញុំទេបើសិនជាខ្ញុំទៅដល់ទីអាស្រមរបស់លោកយីម៉ៅឬមួយក៏ទីអាស្រមបារមីណាទៅដល់ទីតាំងមានន័យថាដល់ផ្ទះគាត់ខ្ញុំសឹងតែមិននិយាយលឺតែម្ដងគឺខ្ញុំនិយាយក្នុងសំឡេងមួយតិចសូម្បីតែរៀបគ្រឿងរដាប់ក៏ខ្ញុំនិយាយតិចបែបទន់ភ្លន់អត់មិនទន់ពេលបួងសួងគឺមិននិយាយអ្វីទាំងអស់បើនិយាយពីភ្នែកវិញសឹងតែមិនព្រិចក្នុងការសម្លឹងទៅមើលប្រភពរបស់គាត់នេះគឺជាការបញ្ជូនសារទៅដល់ផ្ទះគាត់ប៉ុន្តែនៅពេលដែលខ្ញុំនិយាយលឺនៅពេលណានៅពេលដែលខ្ញុំជួបភាពអាសន្នណាមួយដែលមិនបាននៅទីតាំងអាស្រមរបស់គាត់ឧទាហរណ៍ក្នុងព្រៃយើងមានបញ្ហាយើងចង់បួងសួងលោកយាយម៉ៅលោកយាយយ៉ាតតែយើងអត់បានទៅដល់ទីតាំងគាត់ទេលើដៃប្រណំនិយាយលឺតែម្ដងកូនចៅជួបអាសន្ននៅក្នុងព្រៃទឹកដីរបស់អ្នកលោកយាយម៉ៅលោកយាយយ៉ាតសូមលោកយាយទទួលដឹងឮថាកូនចៅនៅទីនេះនៅតំបន់នេះកំពុងតែមានបញ្ហានេះសូមឲ្យកូនចៅជួបមនុស្សល្អប៉ុណ្ណឹងនិយាយក្នុងចិត្តតទៀតខ្ញុំតែងតែប្រើពាក្យមួយថាការដែលយើងអត់ទៅដល់អាស្រមហើយយើងចង់ឲ្យលោកយាយមកជួយយើងគួរតែនិយាយលឺបន្តិចដើម្បីជាការកោះហៅ
ឬមួយក៏ការអង្វរឲ្យគាត់លឺហើយគាត់មកដល់ទីតាំងរបស់យើងមិនមែនយើងទៅរកគាត់ទៀតទេអញ្ចឹងដើម្បីឲ្យគាត់លឺប៉ុន្តែនៅពេលដែលយើងនិយាយចប់ហើយចូលដល់អ្វីដែលយើងចង់និយាយឲ្យគាត់ជួយនៅពេលហ្នឹងនិយាយក្នុងចិត្តវិញរបៀបថាស្រែកហៅឲ្យមកដល់សិនចាំនិយាយក្នុងចិត្តតែបើយើងនៅក្រៅទេហ៎ម៉ែមកនេះដល់ពេលម៉ែបាត់ដល់ម៉ាក់អើយលាននំមកអញ្ចឹងបើយើងនៅក្នុងផ្ទះជាមួយម៉ែចាំបាច់ទៅស្រែកគួយចិត្តគ្នាមួយម៉ាក់ម៉ាក់ម៉ាច់ហីម៉ាក់លាននំបាយយើងម្ដាយទៀតស្រួលយល់ប៉ុន្តែនៅពេលដែលបងប្អូនអនុវត្តខ្ញុំជឿជាក់ថាបងប្អូននឹងទទួលបានអារម្មណ៍មួយដែលប្លែកពីរាល់ដងដែលបងប្អូនធ្វើបើសិនជាធ្វើតាមខ្ញុំនេះណាខុសពីបងប្អូនធ្លាប់ធ្វើខ្ញុំទៅថាបងប្អូននឹងទទួលបានអារម្មណ៍ហ្នឹងតើក្នុងរូបភាពនេះខ្ញុំអាចសន្មតបែបនេះដែរទេឥឡូវយើងនិយាយថាមិនបងលើកឧទាហរណ៍តាក់ទិនជាមួយនឹងការជួបគ្រោះអាសន្នចាការជួបនៅក្នុងព្រៃនៅពេលដែលយើងស្រែកលោកយាយម៉ៅអើយលោកយាយយ៉ាតអើយមកជួកូនចៅផងកូនចៅពងជួបគ្រោះអាចជាសារកំឡាអ្នកដែលចង់ធ្វើយើងអត់អាចក្នុងរូបភាពអាចដែរអាចដែររបៀបថាគេស្រែកហៅលោកយាយម៉ៅឬលោកយាយយ៉ាតមកជួយហ្នឹងហើយរបៀបអញ្ចឹងដែរណោះដែលឃើញលោកអាចារ្យនៅពេលដែលគាត់ធ្វើកិច្ចអីមួយក្រុងពលីអីគាត់ហៅអស់ហើយលោកតារុកអរិយអ្នកតាលោកបាក់ខ្លាំងមួយលោកតាក្រហមកគាត់និយាយមីក្រូលឺដែរដល់ពេលមកឃ្លានោះបើខ្ញុំតាមខ្ញុំគេឬមួយក៏កម្មវិធីរបស់ខ្ញុំហ្មងគាត់តែកេះកូនកន្លះកូនកំមុំបួងសួងក្នុងចិត្តតិចទៅហើយគាត់និយាយទៀតដែរអូសូតគាអ្នកម៉ូគាត់អីផ្សេងគាត់គិតថាពិសេសប៉ុន្តែគាត់កេះកូនកន្លះម៉ាក់ប៉ាអីបួងសួងក្នុងចិត្តតិចទៅលោកយាងមកហើយណែចាំអារម្មណ៍ខ្ញុំយល់របៀបថាបើយើងនៅមុខអាស្រមមុខទល់ជាមួយនឹងរូបសំណាកតែម្ដងនិយាយក្នុងចិត្តក៏គាត់ស្នាមដែរចង់និយាយចឹងតែនៅពេលដែលយើងមិននៅអាស្រមដូចយើងប្រកាសឲ្យពួកគាត់មកដល់កន្លែងហ្នឹងចាំនិយាយក្នុងចិត្តវាស្មើនឹងនិយាយទល់មុខមួយអាស្រមដូចគ្នាហ្នឹងហើយអញ្ចឹងបើយើងទៅអាស្រមជាទូទៅអ្នកលោកអាចារ្យអ្នកថែទាំនៅអាស្រមគាត់តែងតែនិយាយមានអីនិយាយទៅនិយាយតិចទៅលោកគាត់នៅហ្នឹងគាត់លឺហើយមិនបាច់និយាយលឺទេតែលឺអញ្ចឹងហ្នឹងហើយហ្នឹងគឺចឹងចឹងសង្ឃឹមថាបងប្អូនប្រិយមិត្តរបស់កម្មវិធីជាអ្វីកុំមានទម្លាប់ទៅដល់អាស្រមហើយស្រែកបន់ស្រន់លឺទី1វាអត់មានសេចក្ដីធម៌ទី2រំខានអ្នកនៅជិតខាងធ្វើឲ្យគេមិនអាចផ្ចង់អារម្មណ៍បានទី3មិនបាច់ជំទាលនោះទេព្រះអង្គបានលឺហើយនិយាយក្នុងចិត្តទៅចោះណានិយាយក្នុងចិត្តទៅចោះនៅពេលដែលបងមានប្រសាសន៍តាក់ទងជាមួយនឹងលោកយាយម៉ៅលោកយាយយ៉ាតអីចឹងណាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអញ្ចេះក្នុងរូបភាពប្រធានបទមួយនេះហើយដែលខ្ញុំតែងតែមានសំណួរក៏ប៉ុន្តែខ្ញុំដឹងចម្លើយប៉ុន្តែខ្ញុំចង់ឲ្យលឺចេញពីមាត់បងវិញណាថាអញ្ចេះចិនសែរៀនបានសញ្ញាបត្រពីប្រទេសចិនមួយរូបកាន់ក្បួនកាន់ឡៅកែកាន់ត្រីវិស័យរបស់ចិនសែតែបែរជាគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះបារមីរបស់ប្រទេសកម្ពុជាហេតុអ្វីបងគួរនិយាយថាបើសាសនាវិញអានឹងវាជារនាំងសាសនាណាតែហេតុអ្វីមានរឿងហេតុអ្វីឬក៏ដិតអារម្មណ៍អ្វីដែលធ្វើឲ្យបងមានអារម្មណ៍ថាបារមីប្រទេសកម្ពុជាពិតជាមានប្រកបទី1ខែសួរឥឡូវយើងបួងសួងទៅយើងឧទាហរណ៍ថាយើងទៅដល់ទឹកដីខេត្តសៀមរាបយើងបួងសួងទៅដល់អង្គទស្សបារមីផ្សេងមេតបទុយធំទាំងអស់សំណួរសួរថាតើលោកមេតបទាំងអស់គាត់មានមែនអត់កាលពីអតីតកាលមានយើងជឿថាយើងនៅផ្ទះយើងក៏ឥឡូវយើងបកមកវិញនៅផ្ទះយើងមានហឹងកុងម៉ាហើយតែបើនិយាយអុចធុកដោយសារតែគាត់មានមែនតែគាត់បានចែកឋានបាទចុះទឹកដីរបស់យើងអ្នកដែលដឹកនាំប្រទេសរបស់យើងពីអតីតកាលរឿងអីគាត់អត់នៅបាទគាត់នៅដូចគ្នាព្រោះទឹកដីនេះគឺជារបស់គាត់អ្នកថែទាំគាត់អ្នកការពារចិត្តរបស់គាត់គឺនៅនឹងដដែលឥឡូវវិលទៅរឿងបងទី1សួរថាបារមីឥឡូវខ្ញុំមិនអត់វិលត្រឡប់បន្តិចសួរថាបារមីមេតបពីអតីតកាលដែលគាត់ពលីទៅបាទមិនលោកមិនទៅចាប់ជាតិបាទវិលមករឿងបងហេតុអីក៏អ៊ុំទីហ៊ានគាត់បារម្ភពីរឿងអ្នកអត់មានអ្នកស្នងឈាមប្រយុទ្ធរបស់គាត់បាទអត់មានអ្នកពីព្រោះអ្នកដែលប្រយុទ្ធអ្នកដែលស្រឡាញ់អ្នកដែលយកបេះដូងឈាមជ័រមកការពារជាតិអ្នកដែលប្រយុទ្ធដូចទីហ៊ានដូចអីតែម្ដងណាអ្នកយកឈាមសោះសាច់ស្រស់ទៅប្រយុទ្ធខ្ញុំជឿជាក់ថា 100% គឺគាត់នឹងពលីបូជាដើម្បីជាតិហ្នឹងបាទគាត់នឹងនៅទីនឹងថែទាំយើងទាំងអស់អញ្ចឹងដូចមែនតើបើនិយាយពីរឿងជំថាខ្ញុំជឿឬមួយក៏មិនជឿឬមួយក៏ហេតុអីបានខ្ញុំគោរពហើយជឿថាមានដួងព្រលឹងពីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ដែលជាអភិនិហា
ច្រើនគួរសមដែរពាក់ព័ន្ធជាមួយនឹងបារមីដូនតាខ្មែរដូច្នេះហើយការដែលខ្ញុំយកមកចែករំលែកឬមួយក៏ការយកផ្សព្វផ្សាយពីរបៀបរបបនៃការបួងសួងគឺខ្ញុំមិនហ៊ានចែករំលែកជាសាធារណៈទេពីព្រោះខ្ញុំចង់ឲ្យអ្នកដែលគាត់ដឹងគឺជាអ្នកដែលគាត់គោរពពិតគាត់ស្វែងរកនៅចម្លើយហ្នឹងដូចខ្ញុំសូមថាខ្ញុំទៅបួងសួងនៅខេត្តសៀមរាបកន្លែងនេះបួងសួងចេះកន្លែងនេះបួងសួងចោះកន្លែងនេះម៉ោងនេះលោកគង់លោកនេះសេនាគាត់គង់ម៉ោងនេះលោកយាងម៉ោងនេះអីតើដឹងពីណាដឹងពីយើងចង់ដឹងចុះម៉ោងស្មានហ្នឹងលោកគង់នៅអាស្រមដែរអូតាលោករវល់ក៏មានកូនទាហានគាត់ដែរលោកមិនមែនម្នាក់ឯងណាពលសេនាលោកមកកកោកត្រឹមយើងនៅមានអ្នកយួរកធកកៅកូនរឿងអីលោកអត់មានអញ្ចឹងគេប្រាប់ហើយម៉ោងនេះលោកចេះម៉ោងនេះលោកចុះចឹងនិយាយអ្នកយាមនៅហ្នឹងអញ្ចឹងមានន័យថាគាត់សប្បាយចិត្តនឹងចែកម្លែកទៅកាន់យើងព្រោះយើងអ្នកទៅរកគាត់តែឃើញពួកគាត់ចេញ podcast និយាយចំពីស្ថានភាពអស់ហ្នឹងហើយអញ្ជើញគាត់ក៏គាត់អត់មកដែរបាទពីព្រោះគាត់ខ្លាចចែករំលែកទៅកាន់អ្នកដែលគាត់មិនមានឧបនិស្ស័យទៅជារឿងបាបឬមួយក៏ការមិនឲ្យតម្លៃទៅលើទីតាំងបារមីដែលគាត់កំពុងរក្សាអញ្ចឹងទោះថាមានអត់មានខ្ញុំលើកហេតុការណ៍មួយកាលពីសង្គ្រាមសៀមដូចគ្នាខ្ញុំកាពិតរឿងនេះខ្ញុំអត់ទាន់ចង់ចែករំលែកទេដោយសារវាប្រតិគ្នាបាទខ្ញុំតែងតែនិយមទៅខេត្តសៀមរាបបងប្អូនអ្នកសៀមរាបប្រកាសជាធ្លាប់ឃើញខ្ញុំទៅច្រើនដងមែនតើមានពេលមួយហ្នឹងខ្ញុំកំពុងតែសមាធិនៅក្នុងទីសក្ការៈបូជារបស់ខ្ញុំទៅជាថាយើងដេកលក់ក៏បានយើងស្រមៃចេញក៏បានដែរបាទស្លុងទៅបាទទៅជាឃើញថាខ្ញុំនឹងដើរជាមួយនឹងមនុស្សច្រើនមែនទេនៅក្នុងព្រៃហើយសុទ្ធតែកាន់គប់ភ្លុកភ្លើងអីណាយល់យើងសួរគ្នាគេថាការពារភូមិចោលគឺស្រេចឡងអើព្រៃហ្មងឡងចុះដើរទៅដល់នាំនេះរកព្រៃហ្នឹងគឺពួតដៃគ្នាហើយម្នាក់គឺមានចងបោះហបនៅកន្លែងនេះម្នាក់តែមួយចំហៀងទេមិនមែនទាំងសងខាងទេណាតែមួយចំហៀងទេតែគ្រាន់តែខ្ញុំនៅមុខគេប្រហែលជាគេចង់ឲ្យយើងឃើញណាបាទយើងនៅមុខគេដើរឆ្កែទៅចកច្រើនមែនទេបើនិយាយពីកៅភ្នែកឆ្កែទៅចកវិញគឺឃើញសឹងតែគ្រប់1ម៉ែត្រយ៉ាងតិចណាស់ក៏មាន3 4ក្បាលដែរយល់ដល់ហើយពួកយើងស្កប់មកកន្លែងខ្ញុំអូឆ្កែទៅចកគាត់នៅស្ងៀមអញ្ចឹងបងប្អូនតែព្រៃយើងអត់ដែរមានឆ្កែចកទេអាហ្នឹងទឹកដីយើងឆ្កែចកអត់ដែរនៅទេហេតុអីក៏វាមានប្រយ័ត្នក៏នាំនេះពួនឮសំឡេងមនុស្សដែលជាម្ចាស់ឆ្កែចកហ្នឹងដើរពីក្រោយមកនឹងនិយាយភាសាថៃថាចេញទៅបងប្អូនចេះថាខ្ញុំខ្ជិលនិយាយភាសាថៃគាត់និយាយភាសាថៃចេញទៅអីចេញទៅឆ្កែខាំដល់ចេញទៅនិយាយជាភាសាថៃបាទតែខ្ញុំនៅក្នុងនិមិត្តហ្នឹងខ្ញុំថាសុកក៏ដើរមកដល់កន្លែងដែលមានបញ្ហាដឹងខ្លួនឯងហ្នឹងហើយហេតុអីក៏នាំគ្នាដើរមកកន្លែងមានបញ្ហាហេតុអីមិនយើងត្រូវមកប្រឈមមុខដាក់គ្នាកូនចៅអត់ចេះមុនវិជាកាលអីក៏យុទ្ធគុណអីទេតោះណាយើងអត់ចេះវិជាការយុទ្ធគុណអីទេសូមលោកអ្នកដែលថែរក្សាទឹកដីនេះព្រៃភ្នំនេះកន្លែងដែលខ្ញុំពងនៅនេះសូមជួយមកការពារខ្ញុំបានខ្លងរាំងមុខអីចឹងផងសេចឆ្កែហ្នឹងវារត់មកខ្ញុំក៏ដកអាដាវដែលខ្លួនឯងមានហ្នឹងគាត់ថាឈប់អាខ្លះដាច់ជើងអាខ្លះដាច់ក្បាលដាច់ថាមើលរឿង Hollywood ដកដាក់កាត់ដាច់ឈាមលំបៀបមិនក៏ដោយហ្នឹងហើយខ្ញុំយល់ good real ដូចងាប់បកាច់ចកហ្នឹងទាំងអស់បាទតបមកខ្ញុំក៏ចាប់ដើមផ្ញើខ្ញុំទៅដល់ខេត្តមួយខ្ញុំក៏បានយករឿងហ្នឹងទៅនិយាយប្រាប់នេះដែលខេត្តថាសៀមរាបដែរនិយាយប្រាប់ថាគាត់តាអ្នកមានបនិស័យមករយៈហ្នឹងយកសពឃើញតែអញ្ចឹងគាត់ថាមិនស្រួលហើយព្រំសីមានគរមិនស្រួលហើយបាទអញ្ចឹងក៏ចាប់ដើមមានសង្គ្រាមជាមួយនឹងសត្រូវស៊ូពូជរបស់យើងហ្នឹងបាទអញ្ចឹងបើសួរថាហេតុអីបានឲ្យខ្ញុំឃើញខ្ញុំជឿថាបើខ្ញុំមិនមែនអ្នកគោរពជំនឿដូនតាប្រហែលខ្ញុំមិនឃើញទេបាទប្រហែលជាមិនមានសញ្ញាហ្នឹងទេបាទហ្នឹងហើយថ្ងៃដែលគេផ្អើលរឿងឆ្កែលូឃើញសេះឃើញអីហ្នឹង
từនេះចាំពេលសារភាពនឹងរៀងស្ងប់ស្ងាត់តិចខ្ញុំនឹងមានឱកាសចែករំលែក បាទខ្ញុំសង្ឃឹមថាការចែករំលែកបបងអាចនៅក្នុង page បបងក្តីឬក៏អីខៃឡូវពិបាកណាស់នៅក្នុងកម្មវិធីជាអ្វីណាពួកខ្ញុំតែងតែអ្វីដែលបងនិយាយតាក់ទិនពីនឹងពួកយើងក៏មាន fan page ដែរនៅក្នុង group ជាអ្វីតែម្ដង Telegram ណាខ្ញុំតែងពេលខ្លះខ្ញុំ forward សារបបងដែលសំខាន់ចូលទៅក្នុង group ឲ្យប្រិយមិត្តគាត់បានដឹងដូចគ្នាតែដដែលវាជាឧបនិស្ស័យហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានការស្ងើចសរសើរត្រង់ថាខ្ញុំឃើញចិនខ្សែច្រើនមែនតើដែលគាត់ប្រកាន់មួយគោលជំហរតែសម្រាប់បងថ្លឹងថ្លែងបានល្អមែនតើកន្លែងហ្នឹងណាអញ្ចឹងនេះសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ដឹងថាបារមីមហានគរមានពិនប្រកបអត់ចិត្តសែនមានរូបថ្មហ្នឹងតែអុចធុងនឹងអុចធុកឲ្យអាណាគេរបៀបអញ្ចឹងណានេះហើយជាសាច់រឿងរបស់បងស្រីដែលគាត់បានដឹងពីអ៊ំប្រុសដែលគាត់បានចៅទី2មកពីប្រាសាទហើយជាអ្វីដែលបងចែករំលែកតិចតួចឃើញខ្ញុំប្រកែសួរណាចាក់សរសេចអូខេមុននឹងចូលដល់សំណួរមួយទៀតខ្ញុំភ្លេចអាកន្លែងសំខាន់នេះមួយសម្រាប់បងប្អូនមួយចំនួនខ្ញុំជឿថាមួយរយៈដែលមានសង្គ្រាមរវាងកម្ពុជាជាមួយនឹងសៀមនេះមានបងប្អូនមួយចំនួនធំច្រើនមែនទែនមានការសែនព្រេនលាក់នឹងលាក់មានការបួងសួងមានការអីប៉ុន្តែដោយសារតែស្រុកទេសនៅពេលនេះរៀងស្ងាត់ហើយអញ្ចឹងម្នាក់ក៏ចាប់ដើមបំភ្លេចដូចគ្នាហើយក៏មានសំណួរសួរថាតើខ្ញុំគួរធ្វើយ៉ាងណាបន្តពីជ្រុងបងតើបងមានសារអ្វីដែលប្រាប់ទៅបុគ្គលដែលមានជំនឿទៅលើបាមីដូនតាប៉ុន្តែឥឡូវនេះស្ងាត់ហើយអត់ដឹងទៅណាទៀតទេក៏មានអាគេបរោះទៅសែនអីដែរគាត់គួរតែធ្វើអ្វីបើជាក់ស្ដែងខ្ញុំគិតពីខ្ញុំរាល់ថ្ងៃខ្ញុំលួងខ្លួនឯងនៅពេលដែលខ្ញុំឃើញនេះនិយាយអារម្មណ៍តិចចុះពេលឃើញបងប្អូនយើងគាត់មិននឹកខ្ញុំតែងតែលួងខ្លួនឯងថានៅក្នុងបច្ចុប្បន្នមាន3ស្រទាប់ទី1គឺដួងព្រលឹងនឹងឯងបាទស្រទាប់ទី2គឺពួកយើងមានឧបនិស្ស័យនេះនិងស្រទាប់ទី2ដែលជួយគ្រប់គ្រងពីផ្លូវមនុស្សលោកទៅស្រទាប់ទី3គឺបងប្អូនដែលគាត់មានឧបនិស្ស័យស្ដួយស្ដើងបាទអញ្ចឹងបើយើងឲ្យគាត់ធ្វើរហូតគ្រប់ពេលវេលាថ្ងៃសិលព្រះថ្ងៃសិលអីផ្សេងខ្ញុំគិតថាគាត់នឹងធុញបាទហើយគាត់នឹងមានអារម្មណ៍ថាលែងចង់គោរពបាទពូច្រើនបាទអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងថាចាំពេលណាត្រូវការកម្លាំងពួកគាត់ចាំសុំឲ្យគាត់ជួយបាទអញ្ចឹងមិនមកឃើញពេលដែលខ្ញុំបរោះគឺពេលដែលមានបញ្ហាសុំឲ្យគាត់ជួយស្រឡាញ់ fan ខ្ញុំត្រង់នឹងមួយបាទគឺគាត់ធ្វើហ្មងគាត់អត់មានខ្វល់ថាធ្វើទៅខ្លាចនាំខ្មោចនាំព្រាអីចូលផ្ទះអីគាត់អត់ទេគាត់ឲ្យតែចេញពីខ្ញុំទៅគឺគាត់ជួយតែម្ដងទោះបីជាគាត់មិនដឹងថានិយាយក៏ដោយគាត់ខ្ញុំសរសេរថាបតន់បងប្អូនគាត់ទៅអុជធូបប្រាប់ថាសូមឲ្យស្រុកខ្មែរមហានគរខ្មែរបានសុខគាត់ធ្វើហ្មងបាទហើយពេលខ្លះសឹងតែថាគាត់អត់ចេះនិយាយគាត់ដល់តែធូបបាទខ្ញុំក៏ចូលរួមដែរណាគាត់ដល់តែធូបបាទហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយហើយមានមោទនភាពហើយទាំងអស់នេះអ្នកទាំងអស់គ្នាដឹងគឺជាអីអត់វាដូចជាកម្លាំងជំរុញដល់លោកកាន់តែខ្លាំងបាទហើយមើលមែនតើបើបងប្អូនថាខ្ញុំចង់អញ្ចឹងដែរតែខ្ញុំអត់មានពេលសែនទេខ្ញុំអត់មានលទ្ធភាពខ្ញុំអត់ហ៊ានធ្វើទេនៅមួយម៉ាក់ប៉ាបើធ្វើទៅប្លែកចម្លែកអីចឹងណាបងប្អូនធ្វើបុណ្យឲ្យច្រើនហើយឧទ្ទិសដល់ពួកគាត់ទៅក៏បានដែរអូខេអញ្ចឹងតើការងារអ្វីដែលតិចតួចស្ដួចស្ដើងចាប់ពីពេលនេះតទៅនេះតើគាត់គួរធ្វើអ្វីដែលតិចតួចបំផុតដែលអាចជួយបានអុជធូបនៅប្រភូមិរបស់យើងបើចិនគេហៅធីកងមុខទៀតចឹងអុជទៅ5សរសៃ3សរសៃ9សរសៃតាមចំនួនដែលខ្លួនឯងអុជទៅហើយយើងបួងសួងទៅដល់ទឹកដីរុក្ខអ្នកតាថែរក្សាបារមីទេវតាថែរក្សាវេទឆ័ត្រអីយើងដែលយើងធ្លាប់គោរពជំនឿដែលយើងដឹងហើយបើល្អបំផុតបើយើងអត់ចេះនិយាយយើងធ្លាប់ទៅជំនឿនៅណាយើងនិយាយហ្នឹងខ្ញុំធ្លាប់ទៅលោកតាឃ្លាំងមឿងខ្ញុំស្គាល់តែមួយអញ្ចឹងខ្ញុំអុជធូបនឹកដល់លោកតាឃ្លាំងមឿងតែមួយបាទបើយើងធ្លាប់ដឹងដល់លោកយាយយ៉ាតលោកតាដំបងកញូងយាយទូជិកអីផ្សេងបាទអាហ្នឹងគឺយើងហៅតាមយើងទៅហៅតាមចាំទៅតាមអ្វីដែលយើងជា fan ពួកគាត់យើងហៅគាត់ទៅបាទហ្នឹងហើយអញ្ចឹងយើងអុជធូបទៅឧទ្ទិសបុណ្យទៅបានបាទឧទ្ទិសបុណ្យសូមឲ្យបុណ្យទាំងអស់ហ្នឹងបានចម្រើនរឹតដល់ពួកគាត់អញ្ចឹងណាហើយសួរថាគ្រឿងដង្វាយទាំងឡាយដង្វាយខ្លះគ្រាន់តែជាការបង្ហាញនៅទឹកចិត្តទេបាទតែអ្វីដែលល្អបំផុតគឺបុណ្យដែលយើងធ្វើឲ្យព្យាយាមធ្វើល្អបាទអូខេអញ្ចឹងនេះគឺជាចម្លើយពីបងម៉ុងអញ្ចឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែគោរពប្រតិបត្តិមួយចំនួនធំជួយតិចតួចទៅយើងមិនដឹងថាបានផលឬមិនបានផលតែសំខាន់បំផុតគឺទឹកចិត្តរបស់យើងស្រឡាញ់ទឹកដីអញ្ចឹងចុះណា
ចូលដល់សំណួរមួយទៀតតាក់ទិនជាមួយនឹងរឿងសុំកូនគឺជារឿងដែលបងប្អូនជាច្រើនខ្ញុំជឿជាក់ថាចូលចិត្តណាស់តែអត់មានកូនគឺដើរសុំកូនហើយតើសុំកូនពិតជាបើថាគួរនិយាយថាម៉េចទៅតើការសុំកូននឹងបងយល់យ៉ាងណាដែរដាក់សំណួរទូលាយមួយហ្មង ខ្ញុំឥឡូវឲ្យនិយាយក្នុងរឿងជំនឿខ្ញុំជឿថាការសុំកូនពិតជាមានពិតមែន ខ្ញុំនិយាយពីរឿងអបិយជំនឿចោះខ្ញុំអត់និយាយជាសាហាណា អបិយជំនឿគឺមានពិតមែនហើយខ្ញុំជឿជាក់ថាបើសិនជាដៃគូហ្នឹងគាត់មិនមានបុតដោយកត្តាចម្លែកមានន័យថាគាត់ទៅពេទ្យ check អស់ហើយគឺគាត់អត់មានចំណុចណាដែលត្រូវអត់ថាអត់មានកូនទេមានទាំងពីរទាំងប្រុសទាំងស្រីគឺមានមេជីវិតមានអីទាំងអស់អាចមានបុតបានហេតុអីក៏មិនមានបាទហ្នឹងគឺគាត់បួងសួងបើចេញពីចិត្តធ្វើល្អខ្ញុំជឿថាបានច្រើនហើយមែនតើខ្ញុំធ្លាប់ឃើញច្រើនតែទៅបួងសួងបានច្រើន ចឹងចម្លើយគឺមានប៉ុណ្ណឹង អូខេអានេះតាមជំនឿបុគ្គល បាទសំណួរបន្ថែមតែចេះការសុំកូនណាពេលកូនមានអញ្ចឹងណាពិតជាអាចមានមុខខុសពីបងប្អូនដទៃមែនណោះ ពាក់ព័ន្ធមួយចំណុចនេះបើមែនតែនវាមានខេះខ្លះបើសិនជាកូននឹងមានឧបនិស្ស័យខ្ពស់កូននឹងអាចមានមុខខុសប៉ុន្តែកូននឹងក៏គាត់មានបុណ្យបារមីលើសកូនដទៃដែលសុំកូនខ្លះសុំមកមុខដូចម៉ែឪបាទប៉ុន្តែកូននឹងគឺមានអ្នកថែប៉ុន្តែមិនដល់ថ្នាក់ចេះទូទាយចេះអីទេបាទតែកូនដែលកើតមកក្នុងមួយគ្រួសារមុខខុសគេជាទូទៅគាត់មានអំណាចក្នុងការគេហៅថាមានអាសមត្ថភាពលើសពីកូនដតីដែលសុំដូចគ្នាយល់នេះអញ្ចឹងឧទាហរណ៍ដូចកូនអ៊ំអញ្ចឹងខ្ញុំជឿជាក់ថាពេលដែលកូនធំខ្ញុំគិតថាកូនក៏គាត់មានអ្វីដែលពិសេសជាងកូនដតីទៀតនៅក្នុងគ្រួសាររបស់គាត់បាទនៅក្នុងផ្លូវជំនឿនៅក្នុងផ្លូវអីផ្សេងៗគាត់បកកែហ្មងបាទអញ្ចឹងអ្នកខ្លះកើតមកសុំត្រឹមតែបុត្រដែលល្អអីចឹងទៅអញ្ចឹងគាត់អាចជួយម៉ាក់ប៉ាគាត់ឧទាហរណ៍ថាប៉ាកុំទៅធ្វើសកម្មភាពផ្លែកៗដែលជាសញ្ញាណប្រាប់ថាទៅមានគ្រោះថ្នាក់អីចឹងជាដើមបាទកូនខ្លះបានត្រឹមជួយប៉ុណ្ណឹងបាទដូចកូនខ្លះគាត់អាចឃើញនៅអ្វីដែលចម្លែកឃើញយំឃើញអីកាចណាកូនខ្លះវិញគាត់អាចទាឪពុកហ្មងថាទៅលេងខេត្តនេះទៅនោះទៅនេះទៅនោះហើយយើងមើលទៅទំនោរកូនពាក្យច្រើនគឺគាត់ចូលចិត្តអាបនស្រន់ប៊ូសួងហ្នឹងគឺគាត់បរៀនតែម្ដងចេះយល់ហ្នឹងហើយយល់ហើយយល់ច្បាស់យល់ចូលហើយយល់ច្បាស់ទៀតហ្នឹងអូខេសំណួរបន្ទាប់ថាចេះក្នុងករណីដោះបោះបងស្រីដែលជាកូនអ៊ំប្រុសហ្នឹងណាពេលដែលទងន់គាត់ស្ទើរតែរលូតស្ទើរតែមានបញ្ហាបង្ហាញពីរឿងហេតុចម្លែកធ្វើទុកគាត់ច្រើនតើអ្នកដែលមានបនពិតជាធ្វើបាបឪពុកម្ដាយមែនឬក៏បែបណាចំណុចនេះខ្ញុំអត់ដឹងទេអត់ឆ្លើយហ្នឹងហើយខ្ញុំសូមអត់ឆ្លើយមិនឆ្លើយជាចម្លើយដែលល្អចឹងកន្លែងនេះអត់ដឹងទាំងអស់គ្នាអត់ដឹងឲ្យឆ្លើយមិនបានតែការសុំកូនអានេះអ្វីដែលបងបានលើកគឺតាក់ទិនជាមួយនឹងកន្លែងបាទមិនឧទាហរណ៍ដូចព្រះអង្គដូចអីចឹងចុះខុសពីកន្លែងហ្នឹងបាទកន្លែងណាវិញបងបាត់ដែរឃើញអ្នកផ្សងអ្នកភូមិទៅសុំពីដើមឈើអីក៏រុករអ្នកតាដែរដើមឈើហ្នឹងគាត់ជារុករអ្នកតាចុះមានករណីផ្សេងអត់ដូចព្រាយអញ្ចឹងអាហ្នឹងមានប៉ុន្តែខ្ញុំអត់ចង់និយាយរឿងហ្នឹងឯងដើម្បីកុំឲ្យបងប្អូនយើងគាត់ភ័យមិនភ័យខ្ញុំគាត់ថាបើកាលណាដែលយើងនិយាយពីអាហ្នឹងអ្នកខ្លះក៏ចង់សាកបាទអូមែនហ៎សាកតិចសិនអូអញ្ចឹងទៅជាខ្ញុំចង់ឲ្យគាត់មិនមានអ្វីដែលអាក្រក់ក្នុងការគិតរបស់គាត់ហ្មងកុំឲ្យគិតថាមានយូរទៅវាបាត់ណាអូខេតែអត់ស្រួលទេណាគប់តែសុំបាទអូខេតាក់ទងជាមួយនឹងរបបអាហារនេះដូចកូនរបស់អ៊ំកូនរបស់ចៅរបស់អ៊ំរបបអាហារដែលញ៉ាំតែបាយមួយទឹកស្អ៊ីវហើយនឹងផ្លែឈើអាចគ្រប់ជីវជាតិចឹងតើមានការបកស្រាយបែបណាបើបកស្រាយអត់មានទេតែបើធ្លាប់ឃើញមានអញ្ចឹងដូចគ្នាដូចជាអត់ហូបគេហៅគេលើទូចឹងប្រភេទសាច់នឹងឯង懂ណាតែសំបីតែថ្នាំប្រូតេអ៊ីនអីក៏គាត់ហូបអត់កើតដែរប៉ុន្តែដល់ពេលទៅតេស្តមើលសុខភាពល្អដូចគេលូតលាស់ឆ្អឹងអីល្អដូចគេធម្មតាតែមនុស្សអត់ញ៉ាំសាច់តែពិនិត្យទៅគឺมันអាចមានសារធាតុសាច់ក្នុងខ្លួនហើយជួនកាលយើងអាចថាសារពាង្គកាយយើងផលិតខ្លួនឯងអីហ្នឹងអូយពិបាកយល់អាហ្នឹងខ្ញុំបើសួរថាបកស្រាយមិនបកស្រាយមិនចេះតែបើសួរថាធ្លាប់ឃើញទេរបៀបហ្នឹងគឺធ្លាប់ឃើញហ្នឹងហើយអូខេ